យាមគ្រប់គ្រងបាល់ឲ្យបានច្រើនបោះមកស្រាបខាងស្ដាំល្អមែនតើទាត់ឬមិនទាត់ឱកាសរបស់កម្ពុជាទូរទស្សន៍ MyTV ហ្នឹងគឺច្រើនបាទព្រោះចង់ឃើញកម្ពុជាបាទលេងថ្ងៃនេះឥឡូវនេះឱកាសរបស់ថៃអូហូយមួយជើងនេះបាទមិនចំទីទេបាទពីកីឡាករថៃបាទលេខ17បាទកីឡាករធីរផាត់ព្រឿងញ៉ាបាទធីរផាត់ព្រឿងញ៉ាបាទមកជើងឆ្វេងនេះរូបមន្តថ្មីហ្វូមលៀងមុខត្រជាក់ Gatsby មុខសភ្លឺថ្លាគ្មានមុនគ្មានខ្លាញ់បាទឥឡូវនេះទស្សនាការប្រកួតជាបន្តទៀតបាទគឺកម្ពុជាកំពុងតែព្យាយាមគ្រប់គ្រងបាល់ឲ្យបានច្រើនបោះមកស្រាបខាងស្ដាំល្អមែនតើទាត់ឬមិនទាត់ឱកាសរបស់កម្ពុជាកម្ពុជាបាត់សាមើល្អមែនតើបាទពិតជាល្អមែនតើរូបភាពយើងជិតសាជាថ្មីគោប្រៃកម្ពុជាបំបែកពងវត្តរបស់ថៃបាត់សាមើកន្លែងនេះគឺល្អមែនតើបាទអ្នកចាំទីរបស់ថៃបាទធីរវុឌ្ឍឡើងមកអត់ទាន់ទេបាទហើយសាមើក៏ធីរវុឌ្ឍសារុនសាន់បាទគឺក៏ឡើងមកបាទសាមើក៏គាត់ឆ្កឹះបញ្ចូលទីល្អណាស់កន្លែងមាញ់បាទសរសើរអ្នកសុទ្ធក៏សរសើរអ្នកបញ្ជូនមកក៏សរសើរកន្លែងនេះគឺពិតជាល្អមែនតើបាទដោយខ្ញុំបានរៀបរាប់ជូនបងប្អូនអញ្ចឹងបាល់គឺមូលបាទមិនអាចនិយាយបានមុនតែឥឡូវនេះបាទសម្ពាធអាចនិយាយបានថាសម្ពាធបាទក្នុងនាមលេងជាក្រុមភ្ញៀវគឺសម្ពាធមាន2ទី1ក្រុមម្ចាស់ផ្ទះសុទ្ធបញ្ចូលទី2គឺអ្នកគាំទ្ររបស់ក្រុមម្ចាស់ផ្ទះឥឡូវនេះអរការរបស់កម្ពុជាទៅទៀតហើយកម្ពុជាទៅទៀតហើយសុទ្ធបានទេបញ្ជូនសុទ្ធឆ្វេងចូលកម្ពុជាសៀងចន្ទធីបាទរូបភាពយឺតបាទកឹបហើយក៏កឹបមួយទៀតរួចក៏សុទ្ធឆ្វេងល្អមែនតើពីរគ្រាប់ហើយកម្ពុជាធ្វើឲ្យថៃញាក់ផ្អើលហើយនៅក្នុងថ្ងៃនេះបាទហើយក៏សូមអធិស្ឋានផងបាទបងប្អូនបាញ់បាទស្រែកភ្លាត់ហើយបាទស្រែកភ្លាត់ហើយបាទល្អមែនបាទមិនសរសើរមិនបានទេសៀងចន្ទធីលេខជាចូលដល់នាទីទី80ឥឡូវហើយកាត់ចូលទៅកណ្ដាលឱកាសរបស់ក្រាំកំថៃបាទគ្លីនស៊ីតបានអត់បាទជើងឆ្វេងនេះចូលទីបានសម្រេចហើយតាមពីក្រោយបានមួយទៅវិញបាទដោយលេខ7របស់ខាងក្រុមថៃបាទជើងនេះជាប់ទៅហើយបាទអបអសាទរដល់ខាងក្រុមជំរឿនជាតិគោព្រៃកម្ពុជា